បងប្អូនមិននឹកស្មានថាប្រជាជនសៀមមួយចំនួនមានចិត្តប្រហើនកោងការលើយដែលយើងមិននឹកស្មានដល់បងប្អូននេះជាវីដេអូមួយបង្ហាញនូវភាពគ្មានសិលធម៌គ្មានសុជីវធម៌បង្ហាញនូវភាពខូខើដែលមនុស្សជាតិលើពិភពលោកមិនអាចទទួលយកបានមិនមែនទាំងអស់ទេបងប្អូនប្រជាជនជ្រុលនិយមសៀមមួយចំនួននេះបង្ហាញនៅចរិតដ៏ថោកទាបបំផុតសម្រាប់ថ្នាក់ដឹកនាំលើពិភពលោកពួកនេះហើយដែលបំផ្លាញកិត្តិយសប្រទេសសៀមទាំងមូលហាក់បីដូចជារដ្ឋបាលសៀមមួយចំនួនក៏ជាអ្នកបំផ្លាញប្រទេសជាតិខ្លួនឯងដែររាប់តាំងពីនាយករដ្ឋមន្ត្រី2 3ទៅហើយសុទ្ធតែជាអ្នកបំផ្លាញប្រជាពលរដ្ឋខ្លួនឯងតែជាអ្នកចង់ឲ្យប្រជាពលរដ្ឋខ្លួនឯងធ្លាក់ក្នុងអន្លង់ជ្រៅជាពិសេសធ្វើអ្វីតាមតែចិត្តនឹកឃើញទាំងអស់មិនដែលរកឃើញកំហុសប្រជាពលរដ្ឋដែលធ្វើរឿងអវិជ្ជមានមួយចំនួននោះមិនដែលចាត់វិធានការទៅលើប្រជាពលរដ្ឋដែលខុសមិនដែលឲ្យធ្វើតាមចិត្តធ្វើយ៉ាងណាឲ្យតែឈ្នះគេធ្វើយ៉ាងណាឲ្យតែឈ្នះកម្ពុជាទោះបីខុស100ចំពោះក៏គេមិនចាត់វិធានការដែរទោះបីពួកគេមើលឃើញថាគ្មានសិលធម៌គ្មានក្រមសីលធម៌គ្មានសុជីវធម៌ក៏ដោយធ្វើយ៉ាងណាឲ្យតែឈ្នះភាគីម្ខាងទៀតគឺជាការស្រេចហើយពួកនេះគឺជារដ្ឋបាលថោកទាបបំផុតរឿងអាស្រូវដែលនៅក្នុងប្រទេសសៀមមួយចំនួនកន្លងមកនេះក៏មិនដែលឃើញរដ្ឋបាលសៀមចាត់វិធានការលើបុគ្គលណាមួយតាំងពីដុតមនុស្សទាំងរស់តាំងពីកសម្រាប់អ្នកទេសចរចាប់រំលោភអ្នកទេសចរលួចកាបូបលួចម៉ូតូដើរវាយបងប្អូនប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសដោយអនាធិបតេយ្យដែលរដ្ឋបាលសៀមណាម្នាក់ចាត់វិធានការបុគ្គលល្មើសទាំងនោះយកមកដាក់ទោសទៅតាមច្បាប់តតែសោះមិនដោយពួកនេះឲ្យធ្វើតាមចិត្តធ្វើយ៉ាងណាបំផ្លាញឲ្យតតែបាននៅតែមនុស្សដែលនៅជំនាញខ្លួនឯងជាពិសេសប្រទេសកម្ពុជាវាមើលទៅជាសត្រូវរបស់វាអស់មួយជីវិតតើបងប្អូនខ្មែរយើងនេះមានការជឿចាប់ដែរឬទេនៅទង្វើដ៏ថោកទាបរបស់ពួកសៀមនេះសម្រាប់ខ្ញុំមិនអាចបំភ្លេចបានទេគឺជាប្រវត្តិសាស្ត្រថ្មីចារលើទឹកដីថ្មីរបស់កម្ពុជាដែលប្រទេសកម្ពុជាទៅអនាគតនឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំខ្លាចប្រទេសខ្មែរយើងនឹងមានជាងវាស្រួលជាងវាស៊ីវិល័យជាងវាដូច្នេះវាត្រូវតែចំណែនឈ្នានេះធ្វើយ៉ាងណាបំផ្លាញកម្ពុជាឲ្យបាននេះហើយជាចរិតដ៏ខូខើរបស់ពួកសៀមបងប្អូនខ្មែរជាទីមេត្រីទាំងអស់គ្នាត្រូវមើលឲ្យធ្លុះនៅទង្វើដ៏ថោកទាបរបស់ពួកសៀមនៅបរិបទសពថ្ងៃនេះពីមុនឮតែជីដូនជីតាលោកនិយាយប្រាប់យើងទេឥឡូវនេះយើងគួរតែឆ្លុះបញ្ចាំងនៅទង្វើដ៏ខូខើរបស់សៀមនៅក្នុងសម័យថ្មីនេះឲ្យច្បាស់ថាតើពួកសៀមវាស្រឡាញ់ខ្មែរពិតប្រាកដទេតើពួកសៀមវានៅតែជំនាញនេះចំណែនបំផ្លាញខ្មែរគ្រប់សតវត្សគ្រប់កលៈទេសៈទេត្រូវតែចងចាំទុកនៅក្នុងសម័យនេះមិនអាចបំភ្លេចបានទេបងប្អូនព្រោះសៀមវាមិនដែលមើលឃើញខ្មែរយើងល្អទេប៉ុន្តែផ្ទុយទៅវិញខ្មែរយើងទេដែលមើលឃើញប្រជាជនសៀមប្រទេសសៀមជាប្រទេសស៊ីម៉ាឡៃគួរឲ្យរាប់អានយ៉ាងណាមិញទំនិញគ្រប់ប្រភេទយើងតែងនឹងយករបស់សៀមមកប្រើហើយយើងក៏សរសើររបស់សៀមថាឲ្យតែរបស់សៀមល្អទាំងអស់ទោះបីយើងសរសើរទំនិញសៀមវត្ថុធាតុដើមរបស់សៀមទល់តែងាប់ក៏សៀមវាមិនឲ្យតម្លៃដល់យើងថាជាមនុស្សមានគុណធម៌ដែរផ្ទុយទៅវិញគួរណាស់ដែលយើងអភិវឌ្ឍខ្លួនឯងប្រទេសខ្លួនឯងឲ្យមានការរីកចម្រើនកុំឲ្យប្រទេសមួយតែងតែយើងសរសើរគ្រប់ម៉ាត់នោះមើលងាយពួកយើងបន្តទៅទៀតដូច្នេះយើងគួរតែភ្ញាក់រួបរวมសាមគ្គីគ្នាឡើងខ្មែរតែមួយប្រទេសតែមួយជាតិសាសន៍ខ្មែរតែមួយប្រទេសខ្មែររីកចម្រើនទៅបានអាស្រ័យទៅលើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នារួបរวมសាមគ្គីនិងឲ្យតម្លៃលើជាតិសាសន៍ខ្លួនឯងនោះទើបមានការរីកចម្រើនហើយមានគុណធម៌សិលធម៌ដែលមិនអាចអ្នកណាមើលរំលងបានហើយក៏មិនអាចអ្នកណាមើលងាយយើងបានទៀតដែរ